ថ្ងៃនេះសូមមកបង្ហាញពីការទាញតួម៉ូតូវិញម្ដងបងប្អូនម៉ូតូនេះគឺបានគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកនឹងម៉ូតូចំពោះម្ចាស់ម៉ូតូវិញគឺអីទេប៉ះពាល់តិចតួចទេប៉ុន្តែសម្រាប់ម៉ូតូគឺរៀងធ្ងន់ធ្ងរដែរគឺបញ្ហាហើបសោមានន័យថាសោវាអត់ចិត្តហើយបើសោអត់ចិត្តហើយមានន័យថាម៉ូតូនេះប្រកាសជាពើងតួហើយមានន័យថាវាស្រញ់តួទៅក្រោយហើយបើស្រញ់តួទៅក្រោយអត់មានន័យច្រើនទេគឺយើងទាញតួមកមុខវិញទាញវាត្រូវស្តង់ដារឡើងវិញតែកុំទាញឲ្យជ្រុលតែជ្រុលហួសហើយតែហួសដឹងតែម្ចាស់គេអត់ឲ្យលុយហើយតែអត់ឲ្យលុយជាងដំនឹងអត់បានលុយហើយតែជាងដំអត់បានលុយហើយល្ងាចហ្នឹងដឹងតែជាងដំអត់បានអីដាក់ជាក់ហើយតែគាត់ណាវាមិនអាចទេថាមកដល់ផ្ទះជាងដំហើយដឹងតែត្រង់ឡើងវិញហើយឃើញអត់បងប្អូនសោវាបានលៀនមកវិញហើយថាយើងទាញតួបានទៅមុខវិញហើយថាទៅមុខហើយជាងដំនឹងបានលុយហើយតែគាត់នេះបានលុយ2គ្រឿងអញ្ចឹងអា021មិញគាត់ទាញតួទៅមុខបន្តិចទេតែសម្រាប់ម៉ូតូនេះវិញគឺទាញតួផ្អៀងមានន័យថាវាប៉ែវតួតែគាត់ថាប៉ែវអីប៉ែវទៅតាណាទៅបើមកដល់ផ្ទះជាងដំហើយដឹងតែត្រង់ទៅវិញហើយក៏ស្រួលជិះជាងមុនដែរអញ្ចឹងបងប្អូនដែលមានបញ្ហាដូចម៉ូតូខាងលើនេះបងប្អូនអាចមកផ្ទះជាងដំបានជាងដំផ្សារចេះទិញអាចជួយបានបងប្អូនតែកុំបញ្ញាប់ថាបញ្ញាប់ជាងដំអត់ទួលទេព្រោះតែជាងដំការងារច្រើនពេកធ្វើអត់ទាន់ទេជាងមានគ្នាតិចចឹងហើយនៅតែនិយាយដែលថាកុំបញ្ញាប់ហើយសួរតែជាងដំឯងចេះទាញតួមកពីណាដែលឃើញជាងដំឯងទាញតួផងហ្នឹងបងប្អូនណាយបងប្អូនការងារអ្វីក៏ដោយបើយើងមិនរៀនវាមិនចេះទេយើងធ្វើតែណាចេះចេះចឹងចេះតែចេះចេះទៅអត់ចេះនៅមិនបាច់ចេះហ្នឹងទេបើយើងមិនហ៊ានធ្វើបើយើងមិនហ៊ានសាកមិនចេះអញ្ចឹងជាងដំមិនមែនអួតតែចេះ100%បងប្អូនតែក៏ជាងដំធ្វើបានធ្វើឲ្យបងប្អូនជិះបានทีนี้តែអត់ទាញអញ្ចឹងកំពុងតែទាញតួសុកស្រាប់តែមានម៉ូតូមួយគ្រឿងទៀតយកមករើយកមកសៃសេមីហើយដល់អញ្ចឹងជាងដំនឹងយកលុយតាណាអស់អូសិចយកលុយតាណាអស់ធ្វើដូចលុយយើងច្រើនណាស់អញ្ចឹងប្រយ័ត្នគេថាជាងដំឯងអួតម៉េះឃើញគ្មានមានបានអីគេផងសោះហ្នឹងឃើញនៅក្រសោះហ្នឹងតែខណាថាក្រទៅជាងដំក្រតែធ្លាប់ទេចំពោះចិត្តវិញអត់ក្រទេបើហ៊ានដាក់មកយួរជាងដំក៏ហ៊ានដាក់មកយួរដែរកុំចង់សាអារឿងផឹកអួតអារឿងរលុយទិញឡានធ្វើផ្ទះមិនអួតដូចគេទៅមិនអីទេបងប្អូនអ្នកមានអើយខ្ញុំតឲ្យសិនទៅតែខក៏មានលឿនពេកចាំខ្ញុំហងព្រោះខ្ញុំរងថ្ងៃដូចជាមានតឹងដល់ហើយរលុយដូចបានច្រើនដែរតែដូចអត់ឃើញសល់អីសោះហើយបើមានសល់អីសោះអញ្ចឹងឲ្យធ្វើមិនមានដូចគេទៅបងប្អូននេះជួបអា Today ប្រើ3នេះឲ្យតែជួបក៏ដឹងតាកោឲ្យតែជួបក៏ដឹងតាកោមិនដឹងជាវិកោខ្ញុំដល់ថ្ងៃណាទៀតនេះមើលតទិញអាកូនទាពេញមកសុកខ្មែរទិញកាប់សាច់អស់ហ្មងឈប់ឲ្យវាមាននៅលើសុកខ្មែរហ្នឹងហ្មងអញ្ចឹងទើបវាឈប់កោជាងដំម្ដងឆេះម្ដងមិនឆេះម្ដងឆេះអត់ទៅមុខតែខតិចទៀតដឹងតែធ្វើវីដេអូមួយពាក់ព័ន្ធមកអា Today ហ្នឹងហ្មង